Hello សួស្តីបងប្អូនទាំងអស់គ្នាសុខទុក្ខយ៉ាងណាដែរបងប្អូនហើយថ្ងៃនេះខ្ញុំបានបន្លែធម្មជាតិមកអួតបងប្អូនណាហើយក៏សូមអរគុណពូនៅខាងអូដូនតាគាត់ផ្ញើមកឲ្យអញ្ចឹងណាបងប្អូនហើយមើលស្វាយផ្លែនិយាយថាពីធំប៉ុណ្ណានៃតែម្ដងមួយនេះបើថាញ៉ាំម្នាក់ឯងគឺអត់អស់ទេហើយមានទាំងចេកមានទាំងស្វាយសាឡាត់នេះអត់មានដាក់ជីដាក់អីទេព្រោះអីគាត់ដាំលក្ខណៈថាកំសាន្តដាំលក្ខណៈគ្រួសារជុំវិញផ្ទះចឹងណាបងប្អូនហើយចេកនេះនិយាយថាពីឡើងកមួតហើយឡើងផ្អែមហើយខ្ញុំនេះដាក់ស្ងោរម្ដងគឺថាហូប3-4ផ្លែអីបងប្អូនអើយនិយាយថាពីចូលចិត្តហើយបានក្តៅអាលៀកមាត់តិចទៀតរត់តែឆ្ងាញ់ហើយឥឡូវនេះយើងមកបើកជាមួយនឹងកេសស្វាយម្ដងហើយអូយស្វាយនេះមានទាំងចេកទៀតបងប្អូនចេកនេះឬគាត់ប្រើថាហៅថាចេកកមួនចឹងណាចឹងចេកកមួនហ្នឹងខ្ញុំអត់ទាន់ដែរសាកទេហើយស្វាយមានទាំងស្វាយទុំស្វាយខ្ចីអីដាក់មកឲ្យអស់ហើយបងប្អូនហើយសាឡាត់ឡើងខៀវហើយគុំឡើងធំថ្ងៃនេះដឹងតែឆ្ងាញ់មាត់ហើយបងប្អូនអើយចាឥឡូវនេះមករៀបរាប់ដាក់ស្ងោរចេករបស់យើងហើយលឿងល្អមែនតែនចេកហ្នឹងមើលទៅតំណងណាអញ្ចឹងខ្ញុំបេះវាហើយដាក់ក្នុងឆ្នាំងដើម្បីស្ងោរវាហើយខ្ញុំជិះឡានតាណាតាណីម្ដងឃើញតាមផ្លូវមិនដែលរំលងទេចេកស្ងោរនេះហ៎ទិញម្ដង3-4ហូបតែគ្រាន់តែថាវាត្រជាក់អត់សូវឆ្ងាញ់ដូចហូបក្តៅអញ្ចឹងណាហើយនិយាយថាពីចូលចិត្តណាមើលបងប្អូនហើយនេះចាប់ផ្ដើមពុះក្រែកហើយដាក់តាមមួយផ្លេតទេអញ្ចឹងបន្ទាប់ពីពុះហើយខ្ញុំដាក់អំបិលបន្តិចឲ្យវាមានជាតិណាហើយស្ងោរវាឲ្យយូរបន្តិចទៅវារៀងប្រេះបើសិនតែយើងចំហុយឆ្ងាញ់ជាងបងប្អូនតែយើងស្ងោរអញ្ចឹងវារៀងបៀមទឹកអញ្ចឹងទៅវាអត់សូវឆ្ងាញ់ដូចចំហុយទេហើយបងប្អូនណាខ្លះចូលចិត្តជួយ comment ម្នាក់មួយផងចេកធម្មជាតិយើងបងប្អូនមិនបាច់ដាក់ជីមិនបាច់ដាក់ថ្នាំអីទេឲ្យតែមានទឹកស្រួលបួលទៅគឺថាផ្លែល្អដូចគ្នាចឹងយើងចាស់ពីដើមពីមុនអីគាត់ដាំមកអត់ដែលប្រើជីគីមីជីអីទេបងប្អូនអើយនិយាយទៅឲ្យតែស្រោចទឹកដិតដល់ព្រឹកល្ងាចទៅគឺថាតំណាំគៀនផ្ទះគាត់នឹងល្អឡើងភឿនតែម្ដងមិនដូចឥឡូវទេស្អីក៏គីមីដែរបងប្អូនអើយចង់ខ្លាចហើយឥឡូវចេកស្ងោររបស់ខ្ញុំឆ្អិនហើយបងប្អូននេះមើលសាច់ឲ្យឡើងលឿងល្អោកតែម្ដងហើយក្តៅនិយាយទៅចេកហ្នឹងខ្ញុំចូលចិត្តញ៉ាំក្តៅដាក់តើលាកមាត់តិចចឹងនិយាយថាពីឆ្ងាញ់មែនទែនហើយផ្លែធំប៉ុណ្ណឹងខ្ញុំញ៉ាំអស់3-4អីម្ដងណាបងប្អូននេះបងប្អូនអើយមើលសាច់គេនិយាយពីឆ្ងាញ់ហើយចេកហ្នឹងឃើញក្នុង Facebook គេចាត់វាឲ្យដាក់ទឹកខ្ទិះទឹកអីធ្វើផ្អែមមើលទៅតំណងមួយយ៉ាងដែរតែខ្ញុំអត់ដែរបានសាកជំរឿថ្ងៃណាមួយសាកធ្វើដូចគេម្ដងហើយនិយាយរឿងចេកនៅឃើញកាលនៅពីទូចប៉ាខ្ញុំក៏ដាំចេកគ្រប់មុខគៀនផ្ទះមានទាំងចេកកបោចេកនួនចេកស្រាលចេកដំបងចេកណាគ្រីចេកក្របចេកណាំវ៉ាអីគឺថាមានគ្រប់មុខតែម្ដងបងប្អូនអត់ខ្វះទេចេកហើយខ្ញុំក៏ស្គាល់ចេកច្រើនមុខដែរហើយចូលចិត្តចេកណាស់ដែរបងប្អូនអត់ចាវទេហើយបើចេកនួនវិញក៏ក្អូបដែរបងប្អូនអើយផ្អែមហើយក្អូបនិយាយទៅគឺថាឆ្ងាញ់ណាស់ចូលចិត្តណាចេកហើយបើចេកស្រាលគាត់ដាំវិញគឺថាធំមកបងប្អូនពេលទុំម្ដងឡើងប្រេះព្រោះអីដីចិត្តជើងភ្នំមកបងប្អូនចឹងហើយល្អមែនទែនដីឡើងខ្មៅដាំដំណាំអីក៏ល្អដែរហើយដំណាំនៅផ្ទះខ្ញុំកាលហ្នឹងគឺមានគ្រប់មុខតែម្ដងមិនខ្វះហូបទេ